បងថ្ងៃនេះគ្រាន់តែឃើញខ្ញុំកាន់មីក៏ដឹងថាបានមុខម្ហូបអីដែរត្រូវអត់នេះឃ្លានមីហឹលទៅធ្វើមីហឹលញ៉ាំបងនេះគ្រឿងមីហឹលយើងមានស្ពៃបូកូផ្សិតម្ជុលហើយស្លឹកខ្ទឹមហើយយើងមានសាច់យើងមានមហិតប័រមហិតសាច់មាន់ហើយជ្រក់ជាងមាន់ដែរតោះបងទៅមើលខ្ញុំធ្វើទាំងអស់គ្នាជួបគ្នាវីដេអូថ្មីទៀតហើយបងអូនហ្នឹងហើយថ្ងៃនេះកូនពៅចង់ញ៉ាំមីហឹលដល់ចឹងទៅកូនពៅអត់ចេះធ្វើទេប៉ុន្តែបានម៉ែបរៀនម៉ែថាតោះឥឡូវធ្វើមីហឹលញ៉ាំប៉ុន្តែម៉ែប្រាប់បរៀនបដើប្រាប់ឲ្យកូនពៅនឹងរៀនបដើហ្នឹងហើយអញ្ចឹងកូនពៅរៀនបដើទៅហើយមើលម៉ាក់ធ្វើបដើទៅដើម្បីឲ្យចេះធ្វើអញ្ចឹងណាតោះឥឡូវបងប្អូនទៅមើលទាំងអស់គ្នាថាតើមីហឹលយើងតម្រូវត្រូវមានអីខ្លះទៅវាឆ្ងាញ់អញ្ចឹងណាមីហឹលថ្ងៃនេះយើងអត់ប្រើសាច់អីទេបងប្អូនយើងប្រើជាប្រហិតវិញណាហើយប្រហិតយើងមានតែពីរមុខឯងយើងប្រើប្រហិតស្រួយដែលមានឈីសខាងក្នុងជាមួយនឹងប្រហិតសាច់មាន់ហើយយើងមានលាយសាច់មួយដែរគឺជ្រក់ជើងមាន់ជ្រក់ជើងមាន់គឺឆ្ងាញ់វារៀងជាតិជូរជាមួយនឹងមីហ្នឹងហើយយើងបន្ថែមស្ករតិចទៅវាទៅជារសជាតិជូរអែមហឹលឆ្ងាញ់វិញឥឡូវគ្រឿងយើងផ្សំហើយអស់ហើយទៅមើលយើងចាប់ដើមធ្វើមីហឹលទាំងអស់គ្នាបងទឹកយើងពុះណាឥឡូវចាប់ដើមផ្សំធ្វើគ្រឿងមីហឹលអានេះជាគ្រឿងរបស់វាបងអំបិលម្ទេសយើងចាក់ចូលហ្មងទៅនេះជាខ្លាញ់របស់វាបងយើងបន្ថែមស្ករតិចមក1 2 ស្លាបព្រាបងប៊ីចេងមកស្លាបព្រាបងទឹកយើងពុះឥឡូវចាប់ដើមដាក់បន្លែចូលស្ពៃបូកូបងយើងចាប់ដើមចាក់ប្រហិតចូលចាប់ដើមដាក់មីចូលបងចាប់ដើមដាក់ផ្ចិតម្ជុលហើយនឹងស្ពៃស្វាយចូលបងមីហើយយើងឆ្អិនហ្នឹងណាបាយបាយ